បើក្បាលវីដេអូដំបូងមកគឺឃើញរុញលំអតែម្ដងដោយសារខែនេះមេឃអត់ទាន់ដាច់គ្រាប់ភ្លៀងទេនៅតែបន្តភ្លៀងរៀងរាល់យប់រៀងរាល់ថ្ងៃអញ្ចឹងចំពោះចការមួយចំនួនពិបាកផ្លូវចូលខ្លាំងមែនតើដូចចការបងប្រុសម្នាក់នេះចការរបស់គាត់នៅកណ្ដាលគេហើយអត់ទាន់មានផ្លូវចេញចូលត្រឹមត្រូវទេបន្ទាប់ពីមកដល់ដីគាត់ឥឡូវយើងកំពុងតែរៀបចំដ្រូនដើម្បីបាញ់ថ្នាំហើយនេះគឺជាចការចន្ទទីរបស់គាត់ផ្ទាល់បន្ទាប់ពីបាញ់ជំរុះឥឡូវនេះគាត់បាញ់ជំនួយទៅលើស្លឹកអញ្ចឹងបន្ទាប់ពីរៀបចំដ្រូនរួចឥឡូវនេះយើងកំពុងតែហោះគូប្លង់ដោយសារនៅដីគាត់នេះអត់មានសេវាអ៊ីនធឺណិតទេមិនថាសេវាអ៊ីនធឺណិតសូម្បីតែសេវាទេក៏អត់មានដែរមួយកម្មក៏គ្មានដែរពេលអញ្ចឹងខ្ញុំអត់ដើរគូទេដោយសារវិញលំអហត់ហើយយើងសម្រេចចិត្តថាហោះគូប្លង់តែម្ដងអញ្ចឹងបន្ទាប់ពីគូប្លង់រួចកាត់ប្លង់រួចហើយឥឡូវយើងក៏កំពុងតែរៀបចំលាយថ្នាំលាយអីបាញ់ដែរហើយបាញ់នេះគឺគាត់បាញ់ថ្នាំធម្មជាតិហើយលាយជាមួយនឹងថ្នាំក្តាមម្ដបដែរថ្នាំធម្មជាតិនេះគឺគាត់លាយខ្លួនឯងអញ្ចឹងបន្ទាប់ពីចាក់ទឹកថ្នាំចាក់អីរួចយើងក៏ចាប់ផ្ដើមហោះបាញ់ហើយចំណុចនេះដែរខ្ញុំភ្លេចបើកក្បាលសាចដ្រូនដោយសារថ្ងៃមុនលាងដ្រូនទៅខ្ញុំក៏ភ្លេចបើកក្បាលសាចហើយដ្រូនហោះឡើង4 5ដើមហើយបាននឹកឃើញថាភ្លេចបើកក្បាលសាចអញ្ចឹងថ្នាំគាត់នេះប្រភេទថ្នាំគាត់លាយប្រភេទត្រីហើយនិងស្ករល្មូលអញ្ចឹងទឹកថ្នាំរាងខ្មៅបន្តិចហើយចំណុចនេះដែលខ្ញុំភ្លេចបើកឥឡូវត្រឹមតែនឹកឃើញបើកទេចេញទឹកហើយអញ្ចឹងមកដល់ចំណុចនេះខ្ញុំចង់ចែករំលែកពីបទពិសោធន៍នៃការប្រើប្រាស់ដ្រូនកសិកម្ម DJI បាញ់ទៅលើដំណាំចន្ទីដ្រូនកសិកម្ម DJI យើងបាញ់មកលើដំណាំចន្ទីនេះចំពោះដីត្រឹម10ហត្ថ20ហត្ថអីគឺងាយស្រួលមែនតើយើងអត់ចាំបាច់ឡើងចតាឬក៏ឡើងទីទួលខ្ពស់ដើម្បីឲ្យមើលឃើញដ្រូនទេយើងអង្គុយតែនៅក្រោមដើមចន្ទីហើយយើងរកកន្លែងម្លប់អង្គុយបាញ់ទៅដោយសារកាមេរ៉ារបស់ដ្រូនកសិកម្ម DJI ច្បាស់ហើយបូករួមជាមួយនឹងសេវាចាប់ដ្រូនរបស់ដ្រូនកសិកម្មនេះគឺខ្លាំង